សួស្តីប្រិយមិត្តទីចិត្តទីឆ្ងាយជួបជាមួយនឹងខ្ញុំម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីហើយនេះគឺជា SCP 3583 វាគឺជារថយន្តក្រុងដឹកសិស្សសាលាដែលគ្មានមនុស្សបោកបរគឺវាបោកបរដោយខ្លួនឯងហើយវាចេញរៀងរាល់ថ្ងៃចូលរៀនវេលាម៉ោង 3:45 នាទីរសៀលហើយវានឹងលេចចេញមកក្រៅឡានក្រុងនេះអាចផ្ទុកកុមារបានរហូតដល់56នាក់និងមនុស្សពេញវ័យចំនួន8នាក់បើសិនវាវិនិច្ឆ័យឃើញថាកុមារមិនបានឡើងគ្រប់ចំនួនកៅអីនោះ SCP 3583 វានឹងលេចចេញស៊ីផ្លេហើយវាក៏បន្លឺស៊ីផ្លេនោះយ៉ាងខ្លាំងដើម្បីលឺនិងសណ្ដំចិត្តកុមារឲ្យឡើងជិះលើរថយន្តក្រុងមួយនេះទាំងមិនដឹងខ្លួនហើយវានឹងចេញដំណើរទៅហើយ SCP 3583 មានអាកប្បកិរិយាចម្លែកពីរមួយគឺបើសិនជាវារកឃើញថាចំនួនមនុស្សពេញវ័យមាន4នាក់ឬក៏តិចជាងនេះវានឹងប្រែអាកប្បកិរិយាទៅចម្លែកគឺមានន័យថាយើងជិះនឹងឡានក្រុងក៏ប៉ុន្តែយើងឃើញទិដ្ឋភាពចម្លែកនៅតាមផ្លូវគឺផ្លូវហ្នឹងផ្លូវដែលយើងជិះរាល់ដងហ្នឹងគឺធម្មតាទេក៏ប៉ុន្តែនៅពេលដែលយើងឡើងជិះឡានក្រុងនេះយើងឃើញទិដ្ឋភាពចម្លែកមានដូចជាការបាញ់គ្នាឆេះសាឡាស៊ុំប៊ីនិងបិសាចដូចយើងកំពុងតែឆ្លងភពទៅភពមួយទៀតអញ្ចឹងណាអ្នកនរគ្នាពេលយើងបានជិះលើរថយន្តក្រុងមួយនេះអាកប្បកិរិយាចម្លែកទី2បើសិនជា SCP 3583 រកឃើញថាមានមនុស្សពេញវ័យចំនួន5នាក់ឬក៏ច្រើនជាងនេះនោះ SCP 3583 វានឹងបដូរទៅអាកប្បកិរិយាចម្លែកមួយផ្សេងទៀតគឺវានឹងជូនអ្នកដំណើរទៅកាន់ព្រឹត្តិការណ៍គ្រោះថ្នាក់ធំដែលគេស្គាល់ថាជាកន្លែងសម្រាប់មនុស្សច្រើនជាងគេគឺមានដូចជា Volcan Party និងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅទីក្រុងញូវយ៉កហើយអ្នកដំណើរដែលបានជិះលើឡានក្រុងនេះក៏អាចយកទូរស័ព្ទថតនៅព្រឹត្តិការណ៍ចម្លែកដែលបានជួបប្រទះនេះដែរគឺមានន័យថាដូចយើងឆ្លងភពទៅភពមួយទៀតអញ្ចឹងហើយនៅពេលដែលឡានក្រុងនេះធ្វើដំណើរទៅដល់ភ្លើងស្តុបអ្វីគឺនឹងប្រែទៅជាធម្មតាមានផ្ទះមានមនុស្សនៅធម្មតាអត់មានអ្វីកើតឡើងទេហើយឡានក្រុងនេះនឹងជូនអ្នកដំណើរមកដល់ផ្ទះវិញយ៉ាងសុវត្ថិភាពមិនមានរបួសអ្វីឡើយនៅពេលដែលអ្នកដំណើរបានឡើងជិះលើរថក្រុងមួយនេះជួបរឿងនឹងព្រឹត្តិការណ៍ចម្លែកនៅពេលនោះអ្នកដំណើរក៏បានយកវីដេអូនិងព្រឹត្តិការណ៍ដែលបានថតនៅក្នុងឡានក្រុងនេះយកបង្ហោះនៅក្នុងបណ្ដាញនៃសង្គម Facebook នៅពេលនោះក៏លេចលឺដល់មូលនិធិ SCP នៅពេលនោះមូលនិធិ SCP ក៏បានឃើញវីដេអូទាំងអស់នោះហើយមូលនិធិ SCP ក៏យករថយន្តក្រុងមួយនោះដើម្បីយកទៅកំទេចចោលពីព្រោះកុំឲ្យមានព្រឹត្តិការណ៍ចម្លែកកើតឡើងទៀតក៏ប៉ុន្តែយកទៅកំទេចយ៉ាងណាក៏ដោយក៏រថយន្តក្រុងមួយនេះត្រឡប់មកវិញនៅវេលាម៉ោងដដែលដែរហើយដឹកសិស្សនិងមនុស្សទៅរៀនដូចជាធម្មតានៅពេលនោះមូលនិធិ SCP ពិតជាឆ្ងល់ខ្លាំងមែនទែនទោះបីជាសាលាដែលរថយន្តក្រុងមួយនេះធ្លាប់ដឹកទៅបិទទ្វារក៏ដោយក៏រថយន្តក្រុងមួយនេះក៏បានធ្វើដំណើរនៅសាលាផ្សេងទៀតដែរគឺមិនមែនតែមួយសាលានឹងទេនៅពេលនោះមូលនិធិ SCP ក៏សម្រេចចិត្តស្រាវជ្រាវនិងសិក្សាអំពីវាបន្តទៀតហើយវីដេអូយើងក៏ដល់ទីបញ្ចប់បើពេញចិត្តនៅវីដេអូនេះសូម Subscribe ម្នាក់មួយផងបាទជួបគ្នានៅ SCP ក្រោយៗទៀត